សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលទស្សនានៅក្នុង Channel YouTube នឿន LK របស់ខ្ញុំបាទថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញអំពីសកម្មភាពនៃទាកាប៉ា King បាទកំពុងតែស៊ីចំណីមិញនេះខ្ញុំដាក់នៅចិត្តពេញធុងវីត្រូនឹងបងប្អូនចំណីវាបាទពេលល្ងាចនិងពេលព្រឹកយើងត្រូវដាក់ឲ្យច្រើនបាទដោយសារអីបើយើងគិតថាធម្មតាតែពេលល្ងាចវាស៊ីហើយរយៈពេលវែងបាទមួយយប់រហូតដល់ភ្លឺបានវាបានស៊ីទៀតអញ្ចឹងហើយយើងត្រូវតែដាក់ឲ្យច្រើនហ្នឹងហើយពេលព្រឹកក៏ចិត្តដូចគ្នាអញ្ចឹងដែរបើសិនបើយើងអត់ឲ្យវាស៊ីពេលថ្ងៃយើងដាក់ឲ្យច្រើនមកដើម្បីអីឲ្យវាស៊ីហើយក៏វាសល់ក៏វាអាចស៊ីពេលថ្ងៃអីខ្លះចឹងទៅទៀតទៅបាទកុំឲ្យវាឃ្លានស្រែកអញែកអញ្ញាអញ្ចឹងហ្នឹងហើយហើយជាទូទៅខ្ញុំដាក់ឲ្យវាស៊ី3ពេលបាទមានពេលព្រឹកពេលថ្ងៃពេលល្ងាចហ្នឹងប៉ុន្តែពេលថ្ងៃខ្ញុំកាត់បន្ថយតិចជាងគេបើសិនបើពេលព្រឹកកាចធុងវីត្រូពេលថ្ងៃអាចនឹងបន្ថយមកនៅកន្លះធុងវីត្រូដោយសារអីពេលថ្ងៃវារយៈពេលមួយដែលវាគៀកអញ្ចឹងណាបាទគៀកនឹងពេលល្ងាចទៅទៀតហើយអញ្ចឹងហើយយើងកុំឲ្យវាស៊ីច្រើនពេកដោយសារអីយើងល្ងាចយើងឲ្យវាស៊ីទៀតហើយអញ្ចឹងហើយពេលនេះគឺកុំឲ្យវាស៊ីច្រើនពេកបើពេលល្ងាចអញ្ចឹងយើងគួរតែឲ្យវាស៊ីច្រើនដោយសារអីពេលយប់វាដេកវាអីរយៈពេលវែងបាទតម្រាំព្រឹកឡើងអញ្ចឹងជាអាហារមួយដែលធ្វើឲ្យវាធំធាត់បាទពេលយប់ដូចមនុស្សយើងអញ្ចឹងបើយើងហូបពេលល្ងាចច្រើនបាទសម្រានលក់ស្រួលហើយសុខភាពក៏ល្អដែរបាទទាំងសត្វក៏ដូចគ្នាចេះដែរបងប្អូនបើយើងគិតទៅបើសិនបើវាស៊ីឆ្អែតវាអត់ដើរវាអត់ស្រែកវាដេកវានឹងឆាប់ធំដូចជាខ្ញុំបាទអញ្ចឹងនិយាយលេងទេបងប្អូនប៉ុន្តែនិយាយលេងដូចមែនអញ្ចឹងបងប្អូនបើវានេះជាការពិតបាទបើវាស៊ីអត់ឆ្អែតទេវាគិតតែពីដើរតឡឹងត្រង់ហ្នឹងទៅមកអញ្ចឹងហ្នឹងហើយវាអត់ដេកទេហើយអញ្ចឹងធ្វើឲ្យវាស្គមអញ្ចឹងទៅហើយដូចជាខ្ញុំបាទនេះល្អណាបងប្អូន50បងប្អូនដាក់មកចំនួន50កូនប៉ុនក៏ដៃអត់មានមួយណាងាប់ទេបងប្អូនហើយល្អទាំងអស់ឥឡូវធំស្រុកគ្នាល្អណាស់បាទហ្នឹងហើយបងប្អូនអរគុណច្រើនបាទទស្សនាហើយសូមជួយ Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងអរគុណច្រើនដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូទៀតអរគុណច្រើនជម្រាបលា